ថ្ងៃនេះលឺពុកគាត់និយាយថាចង់ផ្សារស្លោខ្ទិះកាញ់អញ្ចឹងថ្ងៃនេះខ្ញុំក៏បានធ្វើស្លោខ្ទិះកាញ់ជូនគាត់ផ្សារផងដែរដំបូងយើងយកគ្រឿងបុកដែលយើងបុកហើយហ្នឹងបុករៀងម៉ត់មកយើងដាក់ប្រហុកបុកចូលគ្នាឲ្យសព្វពេលដែលយើងបុកគ្រឿងសព្វចូលគ្នាហើយយើងក៏យកខ្ទិះដូងសានទី2យកទៅពង្ងាស់នឹងឆ្នាំងឲ្យឡើងជើងស្ក្រងសិនណាបងអូនពេលដែលយើងកូរអញ្ចឹងបានខ្ទិះវាឡើងឈ្ងុយដូងបន្ទាប់មកខ្ញុំក៏បានយកគ្រឿងដែលខ្ញុំបុកអំបញ្ញមិញដែលយើងប៉ាន់ចូលគ្នាហ្នឹងយើងយកកូរវាឲ្យសព្វកូរឲ្យវាឡើងឈ្ងុយហើយចាំយើងបន្ថែមគ្រឿងទេសអីផ្សេងទៀតឥឡូវនេះខ្ញុំបានបន្ថែមម្ទេសក្រហមម្ទេសហ្នឹងតាមពិតខ្ញុំអត់ទិញអាម្ទេសដែលគេស្ងោរយកមកគេច្រាមទេខ្ញុំទិញអាដែលគេកិនស្រាច់គឺវាងាយស្រួលតែម្ដងយើងចាប់ផ្ដើមកូរវាឲ្យឡើងក្រៀមឲ្យឡើងក្លិនឈ្ងុយចាំយើងថែមគ្រឿងទេសផ្សេងទៀតពេលដែលយើងកូរគ្រឿងហ្នឹងយើងកុំភ្លេចកោសឆ្នាំងផងដើម្បីកុំឲ្យវាខ្លោចបាតឆ្នាំងបងអូនពេលណាត់តែខ្លោចគឺវាអត់សូវឆ្ងាញ់ទេអញ្ចឹងយើងកូររៀងញាប់ដៃញាប់ជើងបន្តិចមកហើយបន្ទាប់មកខ្ញុំក៏បានថែមជាមួយនឹងខ្ទិះបន្តិចដើម្បីឲ្យវារៀងសើមទៅកុំឲ្យវាខ្លោចបាតឆ្នាំងឲ្យវារៀងឆ្អិនគ្រឿងបងអូនហើយក៏ព្យាយាមកូរគ្រឿងបន្តទៀតដើម្បីឲ្យវារៀងឆ្អិនពេលដែលយើងមើលទៅឃើញគ្រឿងយើងរៀងឆ្អិនហើយយើងក៏បានបន្ថែមសាច់មាន់ដែលយើងបានស្ងោររួចហើយជាសាច់មាន់ហ្នឹងគឺខ្ញុំអត់បានដាក់សាច់មាន់កាប់ហើយភ្លាមគឺដាក់ភ្លាមនេះអត់ទេសាច់មាន់ហ្នឹងគឺខ្ញុំស្ងោរម្សៅហើយព្រោះអីមាន់ហ្នឹងវាស្វិតខ្លាំងពេកព្រោះអីមាន់មេគឺមាន់វាចាស់មាន់ហ្នឹងយូរហើយដល់ពេលខ្ញុំយកមកឡអញ្ចឹងខ្លាចវាស្វិតខ្លាំងមិនងាយផុយខ្ញុំក៏បានយកសាច់មាន់ទៅស្ងោរម្ដងសិនហើយក៏បានបន្តកូររហូតទាល់តែរៀងផុយរៀងក្រៀមខាស់ទឹកប្រៃបានថែមគ្រឿងទេសអីផ្សេងពេលដែលយើងកូរវាឲ្យរៀងឈ្ងុយហើយយើងក៏បន្តកូរវាបន្ថែមទៀតបងអូនកូរវាទាល់តែវាដាច់ទឹកហើយបងអូនហើយបានយើងបន្ថែមគ្រឿងអត់ដឹងថាខាងស្រុកបងប្អូនហ្នឹងគឺស្គាល់ស្លោស្លឹងកាញ់ដូចខ្ញុំអត់ទេឥឡូវនេះបានបន្ថែមគ្រឿងទេសចូលហើយមានដូចជាស្ករត្នោតហើយអំបិលហើយនិងប៊ីចេងតាមពិតស្ករត្នោតហ្នឹងគឺគេថែមគេដាក់ដំបងគេបងអូនគេដាក់តាំងពីកូរគ្រឿងមកតែខ្ញុំវាភ្លេចស្លថ្ងៃហ្នឹងដឹងរសជាតិបែបណាអត់ទាន់ដឹងលទ្ធផលទេពួកអីភ្លេចមុខភ្លេចក្រោយដូច្នេះរសជាតិបែបណាតើតែឆ្អិនសិនបានដឹងឥឡូវយើងថែមជាមួយនឹងខ្ទិះចុងរបស់យើងពេលដែលយើងថែមខ្ទិះរួចយើងដាក់វាចោលឲ្យវាពុះសិនយើងក៏រៀបចំយកស្លឹកកាញ់ដែលយើងបានស្ងោរបាញ់មិញហ្នឹងយកមកច្រាំឲ្យម៉ត់បងប្អូនបញ្ជាក់បងប្អូនស្លឹកកាញ់ហ្នឹងខ្ញុំយកទៅស្ងោរឡើងពីទឹករួចហើយខ្ញុំយកទៅលាងជាមួយនឹងទឹកត្រជាក់ខ្ញុំលាងឡើងពី3ទឹកបងប្អូនហើយនេះជាស្លឹកកាញ់ដែលខ្ញុំច្រាំរួចបន្ទាប់មកខ្ញុំក៏បានមកមើលស្លោវារៀងពុះហើយក៏បានភ្លក់សាច់មើលក៏វារៀងផុយដែរពេលដែលសាច់យើងរៀងផុយហើយយើងក៏បានចាក់ស្លឹកកាញ់ដែលយើងច្រាំអំបញ្ញមិញហ្នឹងចាក់ចូលក្នុងឆ្នាំងទាំងអស់តែម្ដងហើយយើងក៏បានកូរវាបន្តិចទៅដើម្បីឲ្យវាសព្វរសជាតិដឹងតែអេមគ្រាន់តែឃើញសម្រស់ក៏ដឹងតែឆ្ងាញ់ដែរនិយាយទៅស្លហ្នឹងស្បីតែខ្ញុំក៏ឃ្លានដែរតែខ្ញុំរកទិញស្លឹកកាញ់នឹងអត់បានណាបងអូនអត់ដឹងទៅនៅផ្សារគេមានលក់ទេទៅផ្សាររាល់ថ្ងៃតែយើងអត់បានចាប់អារម្មណ៍មើលថាគេមានលក់អញ្ចឹងណាពេលដែលឃើញខ្ញុំក៏បានទិញយកមកដាក់ទូទុកក៏សួរពុកក៏គាត់ចង់ផ្សារហើយក៏បានធ្វើឲ្យគាត់ផ្សារតែម្ដងឥឡូវខ្ញុំបានគ្របឲ្យពុះសិនខ្ញុំក៏បានបន្តដំណើរទៅបេះជាមួយនឹងជីក្រហមដើម្បីទុកបងក្រោយគេបងស្លឲ្យវាឈ្ងុយជីហ្នឹងយើងដាំនៅក្រោយផ្ទះនៅក្រោយផ្ទះនាងខ្ញុំបន្លែអីក៏មានដែរព្រោះអីម៉ែគាត់ចេះតែដុតដាំពេញតដីនឹងឯងបងអូនហើយឥឡូវនេះខ្ញុំបានបេះជីបានប្រហែលជា4តងខ្ញុំក៏បានត្រឡប់ទៅវិញទៅដល់ស្លយើងក៏ចាប់ផ្ដើមពុះល្មមបន្ទាប់មកយើងក៏បានបន្ថែមជាមួយនឹងខ្ទិះដើមរបស់យើងខ្ទិះដើមហ្នឹងយើងដាក់ក្រោយគេជាងឯងដើម្បីឲ្យវាឆ្ងាញ់ណាបងអូនពេលដែលយើងដាក់ខ្ទិះដើមរួចរាល់ហើយយើងក៏ទុកវាឲ្យពុះសិនបងអូនផ្លេចបញ្ជាក់បងប្អូនថាគ្រឿងដែលយើងដាក់នឹងគ្រឿងទេសយើងថែមតាមចំណង់ចំណូលចិត្តទៅបងប្អូនយើងចង់បានរសជាតិប៉ុណ្ណាយើងថែមប៉ុណ្ណឹងយើងស្ទើរស្ករយើងដាក់ស្ករយើងស្ទើរអំបិលយើងថែមអំបិលអីចឹងទៅបងប្អូនតែអានេះខ្ញុំថែមរួចរាល់អស់ហើយតែខ្ញុំអត់បានថតវីដេអូបញ្ជាក់បងប្អូនទេស្លយើងក៏ចាប់ផ្ដើមឆ្អិនរសជាតិក៏ល្មមខ្ញុំក៏បានថែមជាមួយនឹងជីក្រហមដែលខ្ញុំបានតបេះអំបញ្ញមិញណាបងប្អូនសម្លយើងក៏ចាប់ផ្ដើមឆ្អិនខ្ញុំក៏បានរៀបចំដួសស្លដាក់ចានដើម្បីយកទៅឲ្យលោកឪពុកគាត់ប្រសាឥឡូវនេះគឺគាត់បានប្រសាហើយក៏បានសួរគាត់ទៀតសួរថាពុកស្លឆ្ងាញ់អត់ថ្ងៃនេះគាត់ក៏ឆ្លើយថាឆ្ងាញ់ពេលដែលឮថាគាត់ប្រសើរថាឆ្ងាញ់អញ្ចឹងអារម្មណ៍យើងជាកូនខំប្រឹងធ្វើ
ก็สบายចិត្តដែរចាំមើលខ្ញុំសួរគាត់ថាស្លនឹងឆ្ងាញ់ឬអត់បងប្អូនឆ្ងាញ់ទេពុក Mà chơi đâu cái nó Ngày con ăn. nó. ថ្ងៃ គាត់អៀនបងប្អូនហើយពួកឯងខ្ញុំប្រាប់គាត់ថាពុកថ្ងៃនេះ Slide ខ្ញុំធ្វើ canh វីដេអូ cả. ខ្ញុំសូមថតវីដេអូមួយ ស្លខ្ទីងកាញ់ ឆ្ងាញ់មិនឆ្ងាញ់ពួកឯងនិយាយការ ចូល ពិ ចិ ត ត្ គាត់ឆ្លើយតែឆ្ងាញ់តែទឹកមុខគាត់ហ្នឹងគឺទឹកមុខគាត់អៀន ប្រហែលតោះឆ្អឹង បើគេថាគាត់ដោះអាវហ្នឹងខ្ញុំថាអីទេខ្ញុំបានកសែងឲ្យវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ខ្ញុំក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អរគុណច្រើនបងប្អូនបាយបាយ